បងប្អូនដែលអាសាជួយចិត្តញ៉ាំហិលញ៉ាំប្រៃញ៉ាំរបស់ផ្អាប់ជាពិសេសគ្រឿងហិលជូជូអីហ្នឹងគ្រឿងកំប៉ុងធ្វើឲ្យបញ្ហាកាពះពោះវៀនហ្នឹងកាន់តែមានបញ្ហាប៉ុន្តែនៅតែអត់ញ៉ាំអត់បានហ្មងដើម្បីកាត់បន្ថយបញ្ហាដែលកើតឡើងបន្ទាប់ពីយើងញ៉ាំអាហារទាំងអស់នេះហើយបងប្អូនអាចជ្រើសរើសញ៉ាំជាមួយនឹងម្សៅ Namwa 3 in 1របស់យើងបានហើយនេះគឺជាម្សៅ Namwa 3 in 1ដែលខ្ញុំបានណែនាំទៅកាន់បងប្អូនដែលវាមានសមត្ថភាពជួយទៅបំបត្តិការចុកច្អល់ក្រហាយកាពះពោះវៀនបំបត្តិអាការៈក្អួតចង្អោរពលអាហារជាពិសេសបងប្អូនដែលញ៉ាំអាហារក្តៅហើយហិលធ្វើឲ្យកាពះយើងឬក៏ពោះវៀនយើងនឹងក្តៅក្រហាយនៅខាងក្នុងអញ្ចឹងម្សៅ Namwa នេះដោយសារតែវាមានធាតុផ្សំជាផ្លែចេកដែលផ្លែចេកជួយឲ្យក្រពះពោះវៀនដំណើរការបានល្អហើយវាធ្វើឲ្យយើងត្រជាក់នៅក្នុងពោះអញ្ចឹងបើសិនជាបងប្អូនណាដែលជួយចិត្តញ៉ាំរបស់ប្រៃផ្អាប់ជូរហិលហ្គាសអីអស់ហ្នឹងកុំភ្លេចដាក់ម្សៅចេកតាមខ្លួនផងនៅពេលដែលចង់ញ៉ាំត្រូវញ៉ាំម្សៅ Namwa 3 in 1របស់យើងជាមុនសិនជាមួយនឹងទឹកធម្មតាក៏បានញ៉ាំជាមួយនឹងទឹកដោះគោឆៅក៏បានដែរឬក៏បងប្អូនអាចញ៉ាំក្រោយអាហារដែលបងប្អូនញ៉ាំក៏បានដែរដើម្បីការពារកុំឲ្យមានបញ្ហាចុកច្អល់ក្រហាយឬក៏ចុកពោះឬពលអាហារកើតឡើងបានកុំភ្លេចណាដាក់ម្សៅ Namwa 3 in 1តាមខ្លួនផង